តក LG Baby 3ដើមដែលវាធ្លាយកញ្ច្រែងនេះកញ្ច្រែងស្អំធ្លាយកញ្ច្រែងស្អំនោះរងបែបហ្នឹងហើយក្នុងករណីទូទឹកកកដែលវា LG វាអាសាធ្លាយកញ្ច្រែងស្អំនឹងជាងគេអញ្ចឹងណាហើយនៅពេលដែលយើងតេស្តជាមួយនឹងឧបករណ៍តេស្តរបស់កុំព្យូទ័រយើងដឹងថាកុំព្យូទ័រខូចឬអត់ដើម្បីយើងប្រាប់តម្លៃភ្ញៀវទី1កាលណាតម្រង់បែបហ្នឹងខ្ញុំត្រូវប្រាប់ភ្ញៀវថាយើងតេស្តកុំព្យូទ័រទៅវានៅល្អយើងអត់ដូរកុំព្យូទ័រទេជួនកាលអាខូចអញ្ចឹងហេតុអីបានយើងត្រូវតេស្តកុំព្យូទ័រឲ្យដឹងឲ្យបានប្រាប់តម្លៃភ្ញៀវបានកាលណាធ្លាយកញ្ច្រែងក្តៅដែលលិចទឹកនៅក្នុងទម្រង់បែបហ្នឹងមានន័យថាចិត្តទឹកចិត្តសើមវាចូលទៅក្នុងប្រព័ន្ធទយោក្តៅទយោត្រជាក់វាធ្វើឲ្យស្ទះកាបឬក៏ស្ទះតម្រង filter ហ្នឹងអញ្ចឹងកាលណាយើងនៅតែធ្វើវាយើងនៅតែប្រើវាធ្វើឲ្យជួនកាលទៅកុំព្យូទ័រវាប្រឹងដើរវាស្ទះកាបស្ទះអីទៅវាងាប់កុំព្យូទ័រអញ្ចឹងវាធ្វើឲ្យការចំណាយទៅលើជួសជុលកុំព្យូទ័រផងផ្សារកញ្ច្រែងក្តៅលាង S11 ខាងក្នុងខាងក្រៅផងវាអស់តម្លៃវាច្រើនអញ្ចឹងដោយសារមានភ្ញៀវជនជាតិចាមគាត់ហៅជនជាតិខ្មែរឥស្លាមគាត់ហៅជាងគេមកធ្វើទូទឹកកក LG នោះដែលខ្ញុំជួបមួយមុនមួយគេយកដល់គ្រាន់តែដូរតម្រង filter ដូរអតិយោកញ្ច្រែងក្តៅប៉ុណ្ណឹងហើយនឹងបញ្ចូលហ្គាសឡើងវិញគេយកដល់$80វាថ្លៃពេកហើយថ្ងៃមុនខ្ញុំជួបភ្ញៀវនៅកៅកសាំងមួយដែលគាត់មកផ្ទះខ្ញុំដែរគាត់ប្រាប់ថាទូគាត់ LG អញ្ចឹងដូចគ្នាគ្រាន់តែលាងកញ្ច្រែងផ្សារកន្លែងកញ្ច្រែងក្តៅធ្លាយហ្នឹងបញ្ចូលហ្គាសឡើងវិញលាង S11 ក៏ជាងគេមុនហ្នឹងគេយកទៅរហូតដល់$90ដែរអញ្ចឹងប៉ុន្តែចំពោះខ្ញុំនៅពេលដែលខ្ញុំតេស្តហើយកុំព្យូទ័រអត់បានដូរភ្ញៀវបែបនេះលាងកញ្ច្រែងក្តៅដូរតម្រង filter ឡើងវិញកញ្ច្រែងក្តៅយើងត្រូវដាក់ S11 លាងកញ្ច្រែងក្តៅចែកជាក់ដូរតម្រង filter ហើយកែកញ្ច្រែងក្តៅនេះដាក់យកស្ពាន់វិញអញ្ចឹងខ្ញុំយកអត់ដល់តម្លៃ$80-90ដូចជាងគេនឹងទេតែឥឡូវខ្ញុំតេស្តកុំព្យូទ័រឲ្យមើលថាកុំព្យូទ័រវានៅដំណើរការអត់អញ្ចឹងនៅពេលដែលកុំព្យូទ័រយើងយកប្រដាប់តេស្តកុំព្យូទ័រវាដើរញ័រទៅត្រូវបែបនេះវាយើងបញ្ជាក់បានថាកុំព្យូទ័រវាអត់ខូចទេអញ្ចឹងហើយបតរបស់វាក៏វាអត់ខូចដែរដោយសារតែយើងដាក់ភ្លើងទៅមានភ្លើងចូលភ្លឺក្នុងទូវាធម្មតាអញ្ចឹងកាលណាបតវាអត់ខូចហើយក្នុងទម្រង់បែបហ្នឹងយើងលាងតែកញ្ច្រែងក្តៅកញ្ច្រែងទាក់ខ្ញុំយកអស់ល្បឺតហើយ$50អីហ្នឹងគឺទាំងលាងកញ្ច្រែងក្តៅកញ្ច្រែងទាក់ដូរតម្រង filter ធ្វើឲ្យស្អាតហើយកែកញ្ច្រែងក្តៅនេះគឺខ្ញុំយកក្នុងតម្លៃ$50-60នេះគឺអស់ល្បឺតហើយអញ្ចឹងខ្ញុំអត់យកដល់តម្លៃ$80-90ដូចជាងដែរភ្ញៀវរបស់ខ្ញុំដែលខ្ញុំធ្លាប់ជួបពីទី1ភ្ញៀវនៅកែបខាងកៅកសាំងគេយកដល់$90ហើយភ្ញៀវមួយទៀតជនជាតិខ្មែរឥស្លាមនៅខាងកើតផ្ទះខ្ញុំនោះហៅគេធ្វើគេយកដល់$80ដែរតែបាទខ្ញុំយកតម្លៃអត់ដល់ប៉ុណ្្នឹងទេខ្ញុំធ្វើហើយខ្ញុំធានាឲ្យរយៈពេល1ខែទៅ2ខែ3ខែទៀតនៅកន្លែងដែលខ្ញុំបានជួសជុលអញ្ចឹងណាវីដេអូនោះមានតែប៉ុណ្្នឹងបើសិនជាបងដែលមានតម្រូវការជួសជុលទូទឹកកកម៉ាស៊ីនបោកអាវទូផ្លាសេអាចតំណងមកបានឬក៏ចង់ជួសជុលប្រព័ន្ធភ្លើងអីផ្សេងនិយាយទៅឲ្យតែពាក់ព័ន្ធគ្រឿងអេឡិចត្រូនិកខ្ញុំធ្វើបានទាំងអស់អញ្ចឹងណាឲ្យតែមិនថាទូទស្សន៍មិនថា LCD ឬក៏បតកុំព្យូទ័រអីផ្សេងទេចង់ជួសជុលកុំព្យូទ័រឬក៏ប្រព័ន្ធគ្រឿងអេឡិចត្រូនិកផ្សេងនេះមីក្រូវេវឬក៏អីផ្សេងម៉ាស៊ីនអាំងសាច់អីផ្សេងខ្ញុំធ្វើបានអញ្ចឹងអរគុណច្រើន